ក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញអ្នកមួយតាក់ទងជាមួយនឹងការ activate Windows នេះ activate Windows ជាមួយនឹង Office កម្មវិធី Microsoft Office នេះពេលដែលយើងចូលមកគឺវាបែបនេះវាឲ្យយើង activate Windows ដោយសារតែវាបានដាច់ license អញ្ចឹងបើសិនជាយើងអត់បានទិញ license យើងអាច activate ឬគេហៅថា crack យើងអាច crack វាបាននេះបែបនេះនៅពេលយើងទៅសេអីគាត់បាននៅពេលដែលវាដាច់ license អញ្ចឹងដំណោះស្រាយតោះតែដំណោះស្រាយទាំងអស់គ្នាអញ្ចឹងដំបូងអ្នកគ្នាគ្រាន់តែមាននេះ external hard disk មួយមកដែលមាន code សម្រាប់activate អញ្ចឹងខ្ញុំដោតវាមកតោះមកយើងចូលទៅយក code ហ្នឹងមកនេះយើងចូលមក drive F តោះមកយើងចូលទៅនេះ crack office ខ្ញុំបានបង្កើតជា folder មួយសម្រាប់ដាក់ crack office អញ្ចឹងយើងចូលមកតោះមកទៀតយើងចូលបើកវាមកអូខេអញ្ចឹងខ្ញុំ copy code នេះទាំងអស់ហើយយើង copy វាមកបន្តមកទៀតយើងខ្វែងនេះចោលវិញខ្វែងចោលអស់មកបន្តមកទៀតយើងចូលមកកាន់ Windows វាយពាក្យថា CMD បន្តមកទៀតយើងមកស្ដាំយកពាក្យថា Run Administrator យើងយកពាក្យថា Run Administrator ហ្នឹងមកចុចពាក្យថា Yes បន្តមកទៀតអ្នកគ្នាគ្រាន់តែ Control V ផាស code ហ្នឹងមកហើយនេះ code វានឹង process តិចទៀត Microsoft Office របស់យើងនឹងអាចប្រើប្រាស់បានធម្មតាចាំឲ្យវា process ចប់ចាំតិចអូ successful ទេតើខ្ញុំភ្លេចមើលនេះsuccessful ហើយយើងអាចចេញបានអូខេយើងចេញមកយើងចូលទៅមើល Word របស់យើងមកប្រើបានហើយអូខេយើងចូលមកកាន់ account មកអូខេ already អញ្ចឹងយើងអាចប្រើប្រាស់ Word បានហើយអូខេនេះគឺរួចរាល់តែមួយទៀតនេះវា code មិញវា activate តែ Microsoft Office ទេប៉ុន្តែ Windows គឺនៅជាប់ activate Windows អញ្ចឹងយើងត្រូវរកកម្មវិធីមួយទៀតសម្រាប់ activate Windows មួយទៀតតោះយើងចូលមកកាន់PC របស់យើងមកនេះ drive F ចូល drive F មកខ្ញុំមាន program មួយនេះ program on មកតោះមកខ្ញុំចូលមកកាន់នេះ activate អានេះគឺជា code មួយដែរចូលមកកាន់ activate មកយើងបិទជុំចេះមកយើងបិទអ៊ីនធឺណិតសិនឬក៏អ៊ីនធឺណិតទេបិទចោលមកតោះអាយ៉ាយើងចូលមកនេះវិញមក activate នេះ install activate អញ្ចឹងយើងចុចលេខ2ទៅ1មកអូខេនេះយ៉ាងនេះឃើញ activate Windows កន្លែងនេះបាត់ហើយអ្នកគ្នាអញ្ចឹងបានន័យថាជោគជ័យ 100% ហើយយើងចុច space មួយមក already អូខេអញ្ចឹងនេះ Windows ក៏យើងបាន activate Office ក៏យើងបាន activate អញ្ចឹងរួចរាល់ 100% អូខេវីដេអូនេះមានតែប៉ុណ្្នឹងណាគ្នាជួបគ្នានៅការចែករំលែកបន្តទៀតអរគុណ